អូខេអញ្ចឹងសួស្តីទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំបន្តឲ្យគ្នាយើងបន្តិចទាក់ទងជាមួយនឹងកូនលំហាត់មួយសម្រាប់ជាថាវាជាវគ្គបញ្ចប់សម្រាប់គ្នាយើងដែរទាក់ទងជាមួយនឹងលំហាត់នេះគឺខ្ញុំរំលឹកពីការដែលអ្នកទាំងអស់គ្នាបានរៀនជាមួយខ្ញុំពីដើមមកប៉ុន្តែគាត់ថាលំហាត់នេះមិនមែនក្តោបទាំងអស់ទេខ្ញុំចោះយកចំណុចខ្លះៗយកមកបង្ហាញអ្នកទាំងអស់គ្នាចឹងនៅក្នុងនេះអ្នកនរគ្នាអានមើលទៅអ្នកនរគ្នាមានយល់ថាតើការ design របស់អ្នកនរគ្នា design ជាប្រភេទណាវាថាក្រុមហ៊ុនអាកាសចរណ៍មួយបានទិញឧបករណ៍ FortiGate Firewall model ត្រឹមតែ 100F ទេអញ្ចឹងណាតាមពួកលេខ 100F យកមកដាក់ប្រើប្រាស់ដើម្បីការពារពីការ hack ផ្សេងៗការ hack ហ្នឹងវាសំដៅទៅលើ security ដើម្បី protect ទៅលើ data របស់ក្រុមហ៊ុនអូខេដោយក្នុងនោះក្រុមហ៊ុនមានបុគ្គលិកខ្ទង់100នាក់ដែលចែកជា department មាន HR IT Finance Engineer ហើយនឹងអាចថាមានផ្ដាច់មួយទៀតគឺខាង server អញ្ចឹងអឺបើធៀបពិតនៅក្នុងក្រុមហ៊ុនមួយវាអាចមាន department ច្រើនតែថានេះគ្រាន់តែជាលំហាត់ដើម្បីឲ្យអ្នកនរគ្នារៀនគិតនៅពេលដែលអ្នកនរគ្នាជួបជាមួយនឹងស្ថានភាពក្រុមហ៊ុនបែបហ្នឹងតើអ្នកនរគ្នាគួរ design យ៉ាងម៉េចការ design មិនមែនថារៀនពីខ្ញុំទៅអ្នកនរគ្នាយកទៅ design តាមខ្ញុំរហូតអត់ទេទីសងលើអ្នកនរគ្នាថាអូខេ design របៀបណាដើម្បីឲ្យមានសុវត្ថិភាពទីពីរសមចៃអញ្ចឹងហើយនឹងងាយស្រួលក្នុងការ maintenance អញ្ចឹងបើសិនជាយើង design អ្នកខ្លះគាត់ design គឺគាត់គិតលើថាធ្វើម៉េចឲ្យសុវត្ថិភាពប៉ុន្តែអត់គិតរឿងសមចៃទេនៅទៅតាមក្រុមហ៊ុនថាអូខេធ្វើម៉េចមកសុវត្ថិភាពរឿងលុយចាយអត់ខ្វះទេទិញអីទិញទៅអូខេ design របៀបថ្លៃទៅអូខេអញ្ចឹងនៅក្នុងនេះដល់នេះមើលទៅលើសមត្ថកម្មវាមានយើងគ្រាន់តែគិតមើលទៅយើងមានប្រមាណ line ហើយនេះយើងគ្រាន់តែមានអ្វីដែលខ្ញុំគូសនេះ HR IT Finance Engineer ហើយនិង Server យើងសរុបទៅវាមាន5 line ណាវាយើងគិតទៅណាអូខេហើយនៅក្នុងក្រុមហ៊ុនមាន printer scanner ព្រមទាំងកាមេរ៉ា security ផងដែរសរុប10គ្រឿងសរុបមានតែ10គ្រឿងទាំង DVR សរុប10គ្រឿងដើម្បីប្រើប្រាស់អានេះខ្ញុំបញ្ជាក់នៅក្នុងនេះមានន័យថាម៉េចកន្លែងនេះគឺខ្ញុំចង់សំដៅទៅលើការដែលអ្នកទាំងអស់គ្នាឲ្យចេះ spare ទៅលើ IP address នៅពេលដែលអ្នកទាំងអស់គ្នាបោះ DHCP បោះអីទៅគឺអ្នកទាំងអស់គ្នាត្រូវគិតទៅលើ IP address ដែលអ្នកទាំងអស់គ្នាចង់ដាក់ចង់ប្រើប្រាស់តើអ្នកទាំងអស់គ្នាចង់ប្រើប្រាស់ printer ហ្នឹងឲ្យវាចាប់ IP មួយណាទៅលើ LAN មួយណាទៅលើ VLAN មួយណាអូខេអាហ្នឹងគឺសុទ្ធតែជាលំហាត់វាជា real practice នៅក្នុងក្រុមហ៊ុនចឹងអ្នកនរគ្នាអានទៅទៀតណាយោងតាមសមត្ថកម្មខាងលើក្នុងនាមយើងជា IT ណាគេឲ្យយើង design ដើម្បីធ្វើឲ្យក្រុមហ៊ុនអាចប្រើប្រាស់អ៊ីនធឺណិតនិង stable connection ទាំង LAN និង WAN ចឹងអានេះកន្លែងនេះខ្ញុំសំដៅទៅលើឲ្យយើងចេះ design នៅលើ diagram នៅពេលដែលអ្នកនរគ្នាធ្វើបច្ចេកមួយនៅលើចូលទៅក្នុងក្រុមហ៊ុនហ្នឹងអ្នកនរគ្នាត្រូវចេះ design នៅលើ diagram គឺទៅលើ infrastructure នៅក្នុងក្រុមហ៊ុនតើអ្នកនរគ្នារត់ពីណាទៅណាចេញ port លេខប្រមាណត្រូវ design ច្បាស់ឲ្យគេនៅពេលដែលមានបញ្ហាអ្នកនរគ្នាអង្គុយមើលតែប្លង់ហ្នឹងទៅដឹងថាដាច់មានបញ្ហាកន្លែងណាហើយអូខេនៅក្នុងនឹងដែរខ្ញុំក៏បានបញ្ជាក់ថា WAN connection អ្នកនរគ្នាប្រើប្រាស់អីក៏ប្រើប្រាស់ទៅមានតែប្រើប្រាស់ PPE ឬក៏ TCP client ឬក៏ជាលក្ខណៈ static ណាស៊ីសងនៅអ្នកនរគ្នាទេខ្ញុំអត់បញ្ជាក់ទេកន្លែងហ្នឹងអ្នកនរគ្នាអាចប្រើប្រភេទមួយណាក៏បានដែរ WAN connection ណាក្នុងមួយលេខមួយអ្នកនរគ្នាទីមួយអ្នកនរគ្នាត្រូវគូសទៅលើ network diagram នៅក្នុង EVE ឬក៏គូសនៅលើ tool អីផ្សេងៗក៏បានដែរនៅក្នុង Viso នៅក្នុង draw.io ក៏បានឬក៏គូសនៅលើ EVE យើងផ្ទាល់ក៏បានដែរអូខេទី2ថាចូល
បែងចែក network ទៅតាមផ្នែកនីមួយៗហើយក្នុងនេះខ្ញុំបានដាក់ IP ឲ្យទៀត HR ខ្ញុំឲ្យ IP ឲ្យ network 1.0/24 IT យើង2.0/24 Finance 3.0/24 Engineer ខាងវិស្វករខាង Department វិស្វករខ្ញុំឲ្យ4.0ហើយខាងLAN របស់ server យើងខ្ញុំដាក់ផ្ដាច់ដោយ LAN ហ្មងគឺខ្ញុំប្រើ172ណាហើយមូលហេតុអីបានខ្ញុំប្រើ server ឲ្យវាខុសប្លែកណាដោយសារ server ជាធម្មតាវាជា block ទុកនៅ data របស់យើងប្រើអ្វីដែលរៀងប្លែកបន្តិចសម្បីក្បាលនៃការប្រើប្រាស់ IP របស់យើងក៏កុំដាក់ចិត្តគ្នាពេកណាទៅលើ server ឧទាហរណ៍ខ្ញុំមិនអាចទៅប្រើ server 192.168.5.0 នេះប្រើបានដូចគ្នាអត់បញ្ហាទេប៉ុន្តែនៅពេលដែលមានការ scan ការអីវាមានខ្ញុំសំដៅទៅលើពពួកអឺ attack ពីក្នុងមកវិញណាពាក្យថា attack មកពីក្នុងមកវិញគឺសំដៅទៅលើការដែលយើង client របស់យើងនឹងប្រើប្រាស់ទៅលើ tool crack ណាមួយឧទាហរណ៍អ្នកនរគ្នាប្រើប្រាស់ Microsoft Office Adobe Acrobat សិតតែជា tool crack ដែលគេហៅថា backdoor មានន័យថាវាសំដៅទៅលើ virus ដែលបង្កប់នៅក្នុង software ហ្នឹងហើយ install ត្រូវបានយើងជា IT យើងយកទៅ install នៅលើម៉ាស៊ីន client ហើយអាហ្នឹងគឺវាបោះដៃណា ពាក្យថា backdoor ហ្នឹងគឺមានន័យថា software ទាំងអស់ហ្នឹងវាធ្វើការពីក្នុង LAN របស់យើងបញ្ជាចេញទៅក្រៅវិញអាហ្នឹងមិនមែនប្រតិចពីក្រៅមកក្នុងទេគឺបញ្ជាចេញពី LAN របស់យើងពី user របស់យើងទៅកាន់ server ឬទៅកាន់ពពួក hacker វិញអាហ្នឹងគេហៅអញ្ចឹងយើងប្រើប្រាស់ server យើងដាក់ LAN 172.16.1ដើម្បីសុវត្ថិភាពដើម្បីបន្ថែមទៅលើសុវត្ថិភាពរបស់យើងជាលក្ខណៈ VLAN ណាខ្ញុំបញ្ជាក់ឲ្យគឺមានន័យថាកន្លែងនេះខ្ញុំបញ្ជាក់មានន័យជាលក្ខណៈ VLAN ដែលបោះ IP automatic ពី firewall ជាខ្ញុំបានបរៀនអ្នកនរគ្នាឲ្យទាក់ទងជាមួយនឹងការដែលបោះ IP address អ្នកនរគ្នាអាចបោះចេញពី switch បោះចេញពី server បោះចេញពី firewall ផ្ទាល់អញ្ចឹងសម្រាប់ lab មួយនេះគឺខ្ញុំបញ្ជាក់ឲ្យគឺខ្ញុំបោះចេញពី firewall ផ្ទាល់ណាអូខេលេខ3កំណត់ LAN ទាំងអស់អាចប្រើប្រាស់ access ទៅកាន់ server បាននិងកំណត់ LAN ទាំងអស់មិនអាចប្រើប្រាស់ Facebook YouTube បានកន្លែងនេះអ្នកនរគ្នាអានប៉ុណ្ណឹងចង់សំដៅថាម៉េចគឺមានន័យថា LAN ទាំងអស់គ្រប់ user របស់យើងទាំងអស់មិនថានៅក្នុង department engineer finance ឬក៏ HR ទេត្រូវបានបិទ Facebook YouTube ទាំងអស់ social media ហ្នឹងគឺយើងបិទចោលតាមរយៈមិនថាអ្នកនរគ្នាអាចទៅបិទតាមរយៈ web application ឬក៏ app អីទេណាគេអានេះគឺខ្ញុំចង់សំដៅថាឲ្យអ្នកនរគ្នាទៅ review ក្នុងការអ្នកនរគ្នាប្រើប្រាស់នៅលើsecurity profile ដែលក្នុងនោះមានweb filter ហើយនឹងantivirus ហើយនឹងapp ណា application control អ្នកនរគ្នាត្រូវចេះប្រើហ្នឹងដើម្បីទៅចងវាហើយហៅមកប្រើណាកន្លែងនេះខ្ញុំរំលឹកកន្លែងហ្នឹងលំហាត់នេះយើងមើលទៅវាមិនជាច្រើនទេយើងមើលអានេះសាសំណួរដែលខ្ញុំសម្រាយអ្នកនរគ្នាមើលមួយទី4 protect កន្លែងនេះត្រូវដាក់លេខ5នេះខ្ញុំដាក់ជាន់នេះលេខ4ខ្ញុំដាក់ protect LAN server ដោយ apply security profile ឲ្យគ្រប់គ្រាន់អញ្ចឹងមានន័យថា server របស់ខ្ញុំត្រូវ protect ទៅលើ IPS ទៅលើ antivirus ទៅលើអីទាំងអស់នៅពេលដែលមានការ access ចូលមកកាន់ឧទាហរណ៍ពី engineer ពី finance ពី server ពី HR ពី IT អី access មកកាន់ LAN របស់ server គឺត្រូវបាន apply យ៉ាងតឹងរឹងទៅលើ security profile របស់យើងណាកន្លែងនេះហើយលេខ5អានេះខ្ញុំបង្ហាញដល់អ្នកគ្នាពីរបៀបក្នុងការ limit speed នៅលើ FortiGate អត់មានអីពិបាកទេអានេះមិនតិចទេអញ្ចឹងខ្ញុំឲ្យអ្នកនរគ្នាចេះ limit speed មានន័យថាកំណត់ speed ឲ្យ HR តែ2មេទេក្នុងមួយម៉ាស៊ីនឬក៏យើងអាចកំណត់ថា2មេហ្នឹងយកទៅចែកគ្នាទៅ
ឬក៏4មេណាអ្នកទាំងអស់គ្នាអាចจะកំណត់បានកន្លែងហ្នឹងអូខេទីកន្លែងទៀតត្រូវទី6ខ្ញុំកែបន្តិចអឺត្រូវទៀតទីចុះខ្ញុំអេតទី1ចឹងលេខ6ខ្ញុំថាត្រូវអ្នកទាំងអស់គ្នាធ្វើ configuration backup ណា config ធ្វើឲ្យចប់ហើយ backup ទុកផងណាជៀសវាងបញ្ហាអូខេចឹងយើងចូលមកមើលនៅលើ infra របស់យើងមកខ្ញុំគូឲ្យហ្មងវាញ៉ាត់តធ្វើអីទេក្នុងនេះអ្នកនរគ្នាមានសាមញ្ញទេយើងអ្វីដែលយើងធ្លាប់រៀននេះយើងខ្ញុំរំលឹកតែប៉ុណ្្នឹងទេអូខេខ្ញុំបើកចេញចឹង configuration នេះខ្ញុំអត់បានconfig អីទេប៉ុន្តែខ្ញុំមុននឹងខ្ញុំបរៀននេះយើងក៏ខ្ញុំ testing ទៅហើយដែរអូខេ iLab នេះអ្នកនរគ្នាអានសមិទ្ធកម្មអ្នកនរគ្នាមិនខ្ញុំគិតថាអ្នកនរគ្នាខ្លះมันអាចមិនប្រកាសថា design ដូចខ្ញុំទេអ្នកនរគ្នាខ្លះអាច design លក្ខណៈអត់ប្រើ VLAN ក៏ថាបានអាចប្រើ switch ចំនួន5 switch ដើម្បីបំបែកចេញពី FortiGate ផ្ទាល់អញ្ចឹងខ្ញុំគូសឲ្យមើលនៅសិនជាអ្នកនរគ្នាអត់ប្រើប្រាស់ VLAN ទេអ្នកនរគ្នា design infra មួយនេះច្បាស់ជាចេញមកចេះ FortiGate អានេះខ្ញុំដាក់ FG អូខេក្នុង FG មាន switch មួយអូខេនេះមាន switch មួយទៀតអញ្ចឹងខ្ញុំត្រូវការ5 switch អូខេតើបានមាន PC ណាអូខេចុះ FortiGate ដែលអ្នកនរត្រូវប្រើប្រាស់គឺប្រើប្រាស់អឺនេះ switch មួយទៀតអូខេអ្នកនរគ្នាប្រើប្រាស់ port នៅលើ FortiGate អស់6 port តោះណាប៉ុន្តែបើសិនអ្នកនរគ្នាប្រើប្រាស់ VLAN កន្លែងនេះអ្នកនរគ្នាឃើញមានប្រើតែ2 port ទេប្រើតែ2 port ទេអានេះ VLAN no VLAN ណាអញ្ចឹងវាខុសគ្នាអញ្ចឹងហើយសួរថាដើរនេះដើរដូចគ្នាអ៊ីនធឺណិតអសរដូចគ្នាការ configure ដូចគ្នាទេគាត់ថាការចំណាយវារៀនខុសគ្នាបន្តិចអូខេអានេះយល់អញ្ចឹងខ្ញុំសាចឹង switch ដល់ខ្ញុំបើកបន្តិចខ្ញុំ start អូខេចឹងដំណាក់កាលដំបូងក្នុងការដែល configure ក្នុងការដែលគូស infra អ្នកទាំងគ្នាត្រូវ design របៀបនេះធ្វើម៉េច information នៃគ្រប់គ្រាន់ទី1 port ណា port ត្រូវ display បើអ្នកទាំងគ្នាគូសនៅលើ Visual ឬក៏គូសនៅលើ tool ណាមួយអ្នកទាំងគ្នាត្រូវ display ថា port លេខប្រមាណជា port ដែលភ្ជាប់មកកាន់ត្រាំង port របស់ Cisco ហើយ port លេខប្រមាណដែលភ្ជាប់មកកាន់ VLAN 10 port លេខប្រមាណដែលភ្ជាប់មកកាន់ VLAN 20អូខេអូខេ WAN mode connection ជាធម្មតាអ្នកទាំងអស់គ្នាប្រើប្រាស់នៅលើក្រុមហ៊ុនអ្នកទាំងអស់គ្នាតែងតែប្រើប្រាស់មួយគឺថា IP address មួយដែលក្រុមហ៊ុន ISP គេផ្ដល់ឲ្យអញ្ចឹងខ្ញុំត្រូវចូលទៅលើនេះខ្ញុំ configure សាកថ្មីទាំងអស់អូខេ config system ខ្ញុំ DNS IP address លេខអញ្ចឹងអ្វីដែលខ្ញុំ IP ដែលខ្ញុំទិញពីខាងក្រុមហ៊ុន ISP មកគេឲ្យ IP មកប៉ុណ្ណាអញ្ចឹងខ្ញុំត្រូវ note អ្វីដែលចាំបាច់ខ្ញុំ note លើនេះលើកលែងតែ username password ទេណាខ្ញុំបញ្ជាក់សម្រាប់ username password អ្នកទាំងអស់គ្នាកុំ note នៅលើ infra របស់យើងអញ្ចឹងខ្ញុំដាក់ IP ណា
អត់មានមក note username password នៅលើ infra ហ្នឹងទេបើសិនជា infra របស់យើងត្រូវបានបែកខ្ចាយឬក៏អ្នកណាថតអានឹងបានខ្ទេចទាំងអស់ជាងជាធម្មតា username password គេ design នៅក្នុង Excel ឬក៏នៅក្នុង file ណាមួយដែលអ្នកនរគ្នាគិតថាវាស្រួលណាអូខេចឹងឧទាហរណ៍តែនេះខ្ញុំដាក់ក្នុង Excel មកអឺ device info ដាក់ឈ្មោះអីដាក់ទៅណានេះវារបៀបធ្វើការអូខេចឹងអ្នកនរគ្នាអាចអឺធ្វើនៅលើ Excel ធម្មតាទៅយើងធ្វើបង្កើត master file អីមួយទៅណាអូខេចឹងឧទាហរណ៍ថាដាក់ n0 លេខ1 2 device name អូខេអូខេ user អឺ IP user password ណាអូខេចឹងឧទាហរណ៍ថាខ្ញុំមាន device មួយខ្ញុំមាន FortiGate FortiGate 100F ចឹង IP ដែលខ្ញុំ log in 192.168ចឹងចុច91.91.138អូខេ IP ដែលខ្ញុំត្រូវ log in ចឹង user ខ្ញុំដាក់ admin password admin ណាអូខេ switch ឧទាហរណ៍ switch ខ្ញុំមាន password ចុះចឹងអ្នកនរគ្នា log តាម console ឬក៏តាមអីក៏បានដែរអានេះឧទាហរណ៍ថាខ្ញុំដាក់ admin អូខេ server ដូចគ្នាចឹងអ្នកនរគ្នាដាក់ server Dell ឧទាហរណ៍ថា server របស់អ្នកនរគ្នាប្រើប្រាស់ Dell OS ឬក៏ Dell T 330ទៅចឹង IP ឧទាហរណ៍ IP 172.16.1ចឹងយើងមើល plan របស់យើង server របស់យើង5 172ណាច្រឡំចឹង server របស់យើង172យើងមើលសុវត្ថិកម្មរបស់យើង172.11.1 LAN server ចឹងចុច1ដាក់ចុច10/24ចឹង Windows server នេះខ្ញុំដាក់ចុចប៉ុណ្ណឹងចឹងកន្លែងនេះខ្ញុំ note ទៀតចុច10 password ជាធម្មតា password វា user administrator Windows server ណាអូខេអូខេ password ps ចាំមកទាំងចឹងបើថាអ្នកនរគ្នាមានអីទៀត note ទៀតមកណាដល់ពេលដែលមានបញ្ហាអីបញ្ជាក់រាល់ username password មិនមែនយកមកវាយឬក៏ note នៅលើនេះទេកុំ note ឲ្យសោះប្រយ័ត្នចឹង username password យើង note នៅក្នុង file មួយដែលយើងធ្វើនៅក្នុង list Excel ឬក្នុង file ណាមួយដែលអ្នកគិតថាអ្នកនរគ្នាគិតថាស្រួលសម្រាប់អ្នកនរគ្នាយកមកដាក់មកតើមកអ្នកនរគ្នាអ្វីនេះគឺជាផលិតផលសម្រាប់របស់យើងណា diagram យើងអត់មានពិបាកទេអ្នកនរគ្នាគ្រាន់តែបើថាអ្នកនរគ្នា design អស់ហើយណាអញ្ចឹងថា air company ចឹងណា airline company ក្រុមហ៊ុនអាកាសចរចា diagram នៅលើ diagram អូខេអ្នកនរគ្នា design ប៉ុណ្ណឹងយើង design នៅលើ EVE ក៏បានដែរស្រួលជាងតេស្តឆូតវាឆាច់មកដាក់ទុកដល់ពេលដែលយើងធ្វើ project ធ្វើអីគឺពេលខ្លះធ្វើតែប៉ុណ្ណឹងបកគលតែប៉ុណ្ណឹងឲ្យគេទៅអ្នកដែលកាន់ project ហ្នឹងឲ្យយើងអ្នកដែលកាន់ project យក project ហ្នឹងតពីយើងគេមើលយល់ហើយគេគ្រាន់តែចូលមក device info ឬក៏យើងដាក់ network diagram គេមើល network diagram មុនតមកគេមកមើល info ឲ្យយើងមានឧបករណ៍ខ្លះដែលត្រូវ log in ហើយ log in តាមរយៈ IP ប្រមាណយើងមានអស់ហើយតោះណាអានេះជារបៀបក្នុងការដែលអ្នកនរគ្នា apply ក្នុងការធ្វើការអូខេហើយវាជាអ្វីដែលខ្ញុំតែងតែធ្វើហើយខ្ញុំ learn ពី solution
learn ពី organization ធំៗដែលខ្ញុំធ្លាប់ធ្វើជាមួយខាងគេណាអូខេចឹងការ design នៅលើ Excel គឺតែប៉ុណ្្នឹងទេក្នុងការដែលអ្នកនរគ្នា design network diagram យើងចប់មួយសំណួរដើម្បីក្រុមហ៊ុនប្រើប្រាស់ Internet Stable អញ្ចឹងយើងចាប់ផ្ដើមចូលទៅធ្វើការ configure ណា configure ទៅលើ FortiGate របស់យើងអូខេចឹងដើម្បីចូលទៅកាន់ FortiGate ខ្ញុំចូលតាមរយៈ port WAN ខ្ញុំ config system system interface edit port one set allow HTTP HTTPS pin ចឹងខ្ញុំនឹងធ្វើការ login ចុះហើយខ្ញុំចូលទៅចាប់ផ្ដើមទៅ create interface VLAN អានេះអាចរៀងយូរបន្តិចខ្ញុំនឹងបញ្ចប់ lab ហ្នឹងហើយគ្នាយើងហើយហើយមេរៀនដែលរៀននឹងបានកុំភ្លេច save ទុកផងនៅក្នុង Telegram ដែលយើងនេះណាដោយសារមេរៀនដែលយើងទុកប្រើប្រាស់អូខេគ្រប់មួយខ្ញុំអត់ដែលលុបទេគ្រប់គ្នាយើងដែលរៀនមួយខ្ញុំមួយខ្ញុំអត់ដែលលុបមានបញ្ហាអីអាចសួរក្នុងក្រុមនឹងបានអូខេអញ្ចឹងខ្ញុំចាប់ផ្ដើមចូលទៅសិក្សាធ្វើការ configure ទៅលើ WAN interface ខ្ញុំកំណត់ data សញ្ញារបស់វាបន្ទាប់មកខ្ញុំចូលទៅកាន់ port 2ចឹង port 2ខ្ញុំអត់ចាំបាច់ធ្វើអីទេនៅពេលដែលខ្ញុំធ្វើ VLAN គឺខ្ញុំអត់ចាំបាច់គិតអីទេចឹងខ្ញុំដោយសារវាជា VLAN ចឹងខ្ញុំ config ទៅលើខ្ញុំ create interface មួយខ្ញុំដាក់ VLAN 10ខ្ញុំបង្កើត VLAN interface យកទៅម្ដង HR ណាអូខេប៉ុន្តែវាស្ថិតវារត់តាមរយៈ port លេខ2បើយើងមើល infra របស់យើងទៅគឺរត់តាមរយៈ port លេខ2របស់ FortiGate អញ្ចឹងយើង select យក port លេខ2អញ្ចឹង VLAN 10ខ្ញុំទៅសេលេខ10ណាអូខេអ្វីដែលខ្ញុំត្រូវដាក់គឺដាក់ IP 192.1.1/24ហើយខ្ញុំមក low ping ដើម្បីធ្វើការ ping test អូខេអញ្ចឹងកន្លែងនេះខ្ញុំមើលក្នុងសមត្ថកម្មខ្ញុំដាក់ថាខ្ញុំទុក IP សម្រាប់ printer scanner ករណីនៅក្នុងHR ហ្នឹង LAN HR របស់យើងត្រូវការ scanner printer អីខ្ញុំដាក់តែរត់វាលេខ20ទៅ250អញ្ចឹង IP ដែលខ្ញុំត្រូវការប្រើបានមានស្រាប់ static គឺពីលេខ2ទៅដល់លេខ19អូខេអានេះយើងត្រូវ spare ទុកអូខេ DNS ហ្នឹងជិះខ្ញុំបាន VLAN មួយបន្ទាប់មកខ្ញុំ create VLAN 20បន្ទាប់ពី20 VLAN 20 VLAN 20គឺដាក់សម្រាប់ IT ណា IT យើងចុះលេខ2 20ណា20.0.1/24ខ្ញុំបើក DHCP ដូចគ្នាអូខេខ្ញុំធ្វើតែ2 3 VLAN ទេហើយអ្នកនរគ្នាអាចទៅប្រើប្រាស់ផ្សេងទៀតលោកគ្រូកន្លែង specific IP gateway នៅក្នុង VLAN មួយហ្នឹងនៅពេលយើងចុច specific នៅពេលយើង save វាអត់ជាប់យើងចូលមកវិញវាអត់ជាប់កន្លែងសុំនេះនៅឯកន្លែងហ្នឹងវា load យើងចុចយក specific ចឹងនៅពេលយើងចុច save ហើយយើងចូលមើលភាសាទៀតវាអត់ជាប់ទេទៅ load ទៅsemi interface IP វិញអាហ្នឹងវាមិនវិញវាខុសឬក៏មិននេះវាអត់ខុសទេគឺថាវាអត់ load ទេចាំមើលខ្ញុំមើលលើ device ផ្ទាល់ណាគឺថាវាចាប់ទៅលើនេះវា compare មក compare ជាមួយនឹង IP net mask ដែលយើងបានដាក់នៅលើនេះតោះនេះវិញយើងចុច specific ទៅពេលយើងចង់មកមើលវិញវាអត់ load ជាប់លើហ្នឹង hello វាខំបាទអត់អីទេចាំមើលខ្ញុំ check មើលលើអាពិតជាក់ស្ដែងតើវា load អញ្ចឹងដែរអត់ណាអាពិតជាក់ស្ដែងមាន load ទេ check មើលប៉ុន្តែវាកន្លែងនេះគឺវាចាប់ជាមួយនឹង default bit default gateway គឺវាចាប់ទៅលើ IP ដែលយើងបាននៅកន្លែងនេះតែម្ដងតោះនេះដែលបានចូលមើលវាផងអា real device មិនសូវហ៊ានថាច់វាដែរអេអើតែទៅលើ LAN lab ហ្នឹងអត់អីទេ
mấy nhưng gì chờ lòng VLAN mùi VLAN thấy VLAN nó nhưng pra lệ cả lệ phí ấy nhưng mà pra lệ đọc hay một hay cái nhưng pra lệ phí nhưng chờ lòng pra lệ đọc phí này để VLAN lệ phí trả chẳng VLAN sám sắp cứ lệ 7 nhưng tới chừng chừng phí lệ 7 chứ nhưng các mới tiết thôi nhưng mà thưa VLAN sám nhưng thưa trầm VLAN sám sắp sao cái này chứ rồi có nhưng rồi tôi VLAN 50 các bạn này thưa ở các bạn này sám sắp VLAN sám sắp sám sắp cứ đa là lỡ phanh nằn á ấp ẩn phanh nằn thì quay chạy mũi làm một hay chứ những bạn bay VLAN tại vì VLAN ấy sợ pi VLAN rất vừa ở tập đó VLAN sẽ sắp VLAN sẽ sắp nhầm tăng ở vị trí engineer ENGคือ engineer จึงsẽ sắp ok cà phê hồng bay chạy buôn làm phải buồn bạn mà VLAN mới tiết chân nhungประกาศ VLAN สำหรับ server mới tiết ok VLAN sao anh các bạn đấy sao tôi sao không phảiประกาศ nick lại nick là gìประกาศ standard mode sub server นะจึง server สำหรับตรงsub รถเลยsub สมมติlà đặt mình chạy thính em cái lại ní rồi chặt phí cho đập vào muối chạy bút làm phải buồn chính server rồi nhung bỏ đi chụp phí lên lên đó rồi còn bạch bỏ phỏng bán đã bỏ cái phí rồi đó đó ok server như mình là màn cái đường cho ok đi nè vậy vậy cái mình đi làm vào chứ mình server mình đi tặng hết thì chứ không nên được ni mơ từ lời mặt cảmทำไมចឹងយើងអត់តន់រត់ផុតពីអាទី1ទេណាយើងអត់តន់រត់ផុតពីអាទី1ទេយើងធ្វើតែអាទី1ចេញអាទី2ទី3ហ្នឹងវាទៅទាំងអស់ហើយចឹងអាទី1ហ្នឹងអត់តន់ឡើងអ៊ីនធឺណិតទេចឹងវាឡើងយើងច្រើនចឹងដើម្បីឡើងអ៊ីនធឺណិតអ្នកនរគ្នាធ្វើឲ្យហើយក៏បានឬក៏ទៅធ្វើនៅលើ switch ក៏បានចឹងខ្ញុំធ្វើនៅលើ firewall មកដុំមកហើយខ្ញុំដាក់ VLAN 10 to អ៊ីនធឺណិតណាខ្ញុំប្រើកន្លែងនេះ VLAN 10ទៅកាន់ Vans កន្លែងនេះខ្ញុំយក all แล้วណាអូខេ switch all ហើយកន្លែងនេះយើងមើលសមត្ថកម្មរបស់យើងបញ្ជាក់ណាគេបញ្ជាក់ឲ្យថាកំណត់ LAN ទាំងអស់អាចប្រើប្រាស់អ៊ីនធឺណិតបាននឹងកំណត់ទាំងអស់มันអាចឲ្យប្រើប្រាស់ Facebook និង YouTube បានវារត់ចូលមកកាន់សមត្ថកម្មទី3តម្លងអញ្ចឹងយើងចងឲ្យហើយក៏បានដែរchứខ្ញុំចងឲ្យហើយខ្ញុំចងអឺខ្ញុំអត់តន់ចងក៏បានដែរខ្ញុំយក VLAN 10 VLAN 20អឺ VLAN 20ត្រឹម VLAN 20ទៅកាន់អ៊ីនធឺណិតដូចគ្នាអញ្ចឹងតែទៀតខ្ញុំទៅហៅចងយកមកហេគោលដៅរបស់យើងគឺបិទទៅលើ Facebook បិទ YouTube ណា
VLAN 30 ទៅកាន់ VLAN ទៅកាន់ WAN យក all អានេះខ្ញុំយក all ក៏ប៉ុន្តែអ្នកនរគ្នាត្រូវ select យក VLAN ក៏បានដែរណាយកអា VLAN ID របស់យើងមកខ្ញុំយក all វាលឿនជាងអូខេខ្ញុំ create មួយទៀត VLAN 40 40 VLAN 40ទៅកាន់ WAN នេះអស់ចឹងកន្លែងនេះខ្ញុំបញ្ជាក់កន្លែងសោះនេះអ្នកនរគ្នាថាអត់ចង់យកអស់អ្នកនរគ្នា select ទៅលើ specific VLAN អ្នកនរគ្នាមកណាបើថា40យកវា40ក៏បានដែរចឹងខ្ញុំប៉ុណ្ណឹងមក server មួយទៀត server ខ្ញុំក៏ត្រូវឡើងអ៊ីនធឺណិតដែរខ្ញុំអត់ខ្លាចទេខ្ញុំឲ្យ server ខ្ញុំឡើងអ៊ីនធឺណិតបានគ្រប់ពេលគ្រប់វេលាណាអូខេអញ្ចឹង server ក៏ត្រូវ up ដែរព្រោះ server ខ្ញុំត្រូវការ patch ត្រូវការ update ត្រូវការ testing ត្រូវការ hosting អីផ្សេងៗគឺត្រូវដាច់ខាតគឺត្រូវតែឡើងអូខេណាអ្នកនរគ្នាឃើញមក rule នេះក៏មក VLAN នេះមិនតិចទេអូខេចឹងប៉ុណ្ណឹងបានប៉ុណ្ណឹងចុះចឹងខ្ញុំប៉ុណ្ណឹងដើរនៅអត់តដើរទេណាដោយសារអីយើងប្រើលក្ខណៈ VLAN នៅពេលដែលអ្នកនរគ្នាប្រើប្រាស់លក្ខណៈ VLAN អញ្ចឹង switch ជាអ្នកមនីអញ្ចឹងសួរថាតើ IP របស់យើងឥឡូវចាប់បានអត់តចាប់បានទេណាអញ្ចឹងយើងមើលយើងធ្វើទៅលើ FortiGate ឲ្យអស់មួយរយៈសិនមកខ្ញុំទី1ខ្ញុំ បន្តិច server LAN ខ្ញុំ design network diagram ឡើងអ៊ីនធឺណិតបាននិង LAN ទាំងអស់អូខេបោះ IP automatic កំណត់ LAN ទាំងអស់អាច access ទៅកាន់ LAN server បាននិងកំណត់ LAN ទាំងអស់មិនអាចប្រើប្រាស់ Facebook អូខេអញ្ចឹងខ្ញុំចង rule ហើយអញ្ចឹងដើម្បីធ្វើការចងអ្នកនរគ្នាទៅ security profile អូខេអញ្ចឹងខ្ញុំអាចថាខ្ញុំចងសុវត្ថិភាពរបស់ខ្ញុំដាក់កន្លែងប៉ុន្តែបញ្ជាក់ណាកន្លែងនេះអត់ដើរណាគេថាវាជាអ្វីដែលខ្ញុំត្រូវបរៀនដល់គ្នាអញ្ចឹងខ្ញុំឲ្យវា scan គ្រប់file ចេញចូលរបស់យើងនៅពេលដែលមានបញ្ហាឬក៏ file ណាផ្ញើចេញផ្ញើចូលនៅក្នុងក្រុមហ៊ុនរបស់យើងគឺត្រូវបាន antivirus ជាអ្នកជួយបន្ថែម web filter ដូចគ្នាអញ្ចឹងយក default ក៏បានឬក៏ខ្ញុំយក web internet ខ្ញុំបង្កើតមួយខ្ញុំbởi vì anh ấyខ្ញុំត្រូវការប្រើលក្ខណៈជានិរន្តរ៍ជាង category FortiGuard ជាងកន្លែងនេះអ្នកនរគ្នាអាចអូខេទៅតង crypto mine potential unwanted program អីអានេះគឺទៅជាមួយនឹងរឿងphishing ស្អី spam អីគឺអ្នកនរគ្នាអាចប្រើប្រាស់បានណាបិទចោលទេអញ្ចឹងខ្ញុំបង្កើត profile របស់ខ្ញុំមួយទុកក្នុងការប្រើហើយទៅលើ application គោលដៅរបស់ខ្ញុំត្រូវការបិទលើ app អ៊ីនធឺណិតណាអញ្ចឹងរាល់ social media មិនគេឲ្យបិទទៅ Facebook YouTube ខ្ញុំបិទចោលទាំងអស់ social media ខ្ញុំ block ចោលទាំងអស់ណាខ្ញុំកន្លែងនេះខ្ញុំ social ប៉ុន្តែបើសិនអ្នកនរគ្នាថាអត់ចង់ទេយក monitor ធម្មតាមិញតោះមក block ទៅលើ application ណាថាគោលដៅរបស់យើងចង់ block តែ Facebook ទេអូខេអញ្ចឹង Facebook មានច្រើនណាស់ណា block អង្គុយ block មួយថ្ងៃក៏ block អស់ដែរអ្នកអត់ប្រើអ្នកប្រើ marketing អី block បានអូខេយើង select ឲ្យអស់មកហើយយកពាក្យ add selected ហើយ action block ហើយ add វាចូលក្នុង category នឹងមួយហើយ YouTube មួយទៀតអូខេ YouTube ក៏ច្រើនដែរណាអូយតែរបស់ក្រុមហ៊ុនធំៗគឺមិនងាយទេណាខ្ញុំ add ចូលដែលគ្នាខ្ញុំ block ដូចគ្នាខ្ញុំបង្កើត category មួយអូខេ IPN intrusion prevention ទៅតងជាមួយនឹងការ protect លើ server របស់អ្នកទាំងអស់គ្នានៅពេលដែល server ឡើងទៅកាន់ internet ឬក៏ពេល user របស់អ្នកទាំងអស់គ្នា access ទៅកាន់ server គឺអ្នកទាំងអស់គ្នាត្រូវហៅអានឹងទៅប្រើដើម្បីឲ្យ server របស់អ្នកទាំងអស់គ្នាមានសុវត្ថិភាពខ្ពស់ណាអញ្ចឹងនៅក្នុងនេះខ្ញុំបានបង្កើតអស់ហើយអញ្ចឹងអ្វីដែលយើងត្រូវមកធ្វើគឺគ្រាន់តែហៅក្នុងឧទាហរណ៍ថានៅក្នុងនេះ VLAN 10
ចឹងខ្ញុំចាប់ផ្ដើមហៅ antivirus ខ្ញុំហៅ internet web filter ខ្ញុំហៅអ្វីដែលខ្ញុំបានបង្ហាញមិញDNS ខ្ញុំប្រើទេដោយសារ DNS វា block ច្រើនពេកណាវាអាចថាអ្នកនរគ្នារវល់ណាពេលបើក DNS គឺ domain name មកមុំដូចថា domain name website ខ្លះវាស្ថិតនៅក្នុង blacklist ហើយបើកអត់ចេញទេយើងត្រូវឆ្កឹះជាចុះឡើងវារំខានទេយើងអាចប្រើតែ web filter ហើយនិង application ទេគេចឹងខ្ញុំ web internet ចឹង web ក្នុង web internet មិនគឺយើងបាន block ទៅលើ Facebook ហើយនិង YouTube ហើយអូខេ IPS បើ LAN របស់យើងត្រឹមតែបើអានេះមានន័យថាម៉េច HR ឡើងទៅកាន់អ៊ីនធឺណិតយើងចង់ប្រើក៏ប្រើទៅបើយើងអត់ចង់ប្រើក៏អត់អីដែរជិះវាងថានៅលើ server របស់យើងទេបើ server យើងត្រូវការ protect ណាកន្លែងនេះមិនបាច់ប្រើក៏បានដែរអូខេបញ្ជាក់កន្លែង security profile អ្នកនរគ្នាបើកកាន់តែច្រើន filter កាន់តែខ្លាំង CPU FortiGate របស់អ្នកនរគ្នាកាន់តែខ្ពស់ណាមុននឹងបើកមើលទៅលើថាតើ spec របស់អ្នកនរគ្នាធំអត់ចឹងកន្លែងនេះខ្ញុំបើកដូចគ្នាចឹងអូខេអឺបើកប្រហែលណាហើយខ្ញុំមកបន្តិចទៅលើ server ចោះណាប្រហែលនេះអ្នកនរគ្នាយល់ហើយណាគឺទៅកាប់បើកអីណាអញ្ចឹងអ្វីដែលខ្ញុំត្រូវ protect server គឺខ្ញុំ protect ដូចគ្នាantivirus រាល់ការ access គឺត្រូវ scan ទាំងអស់អូខេ server យើងបន្តឹងបន្តិចយើង server យើងយកអានេះក៏បានឬក៏នៅក្នុង IPS ត្រូវបន្ថែមវាយើងយក all defaults អញ្ចឹងដើម្បីវាជួយ protect មកតង់ទៀតអញ្ចឹងវាមាន LAN អីផ្សេងៗទៀតអ្នកនរគ្នាអាចដាក់ទៀតបានណាទៅតាមចំណង់ចំណូលចិត្តរបស់អ្នកនរគ្នាអញ្ចឹងនៅក្នុងនេះបើតែខ្ញុំប្រើប៉ុណ្ណឹងហើយអានេះអ្នកនរគ្នាអាចបើកថែមទៀតបានណាអីទេអញ្ចឹងទាក់ទងជាមួយនឹងអឺអឺសមត្ថកម្មកំណត់ LAN ទាំងអស់អាច access ទៅកាន់ server អូខេអញ្ចឹងកន្លែងនេះ LAN ទាំងអស់ access ទៅកាន់ server ហើយបានហើយនៅអត់ទាន់ទេអញ្ចឹងអ្នកនរគ្នាមកធ្វើឲ្យហើយក៏បានដែរអញ្ចឹងខ្ញុំដោយសារ rule នៅក្នុងនេះវាអាចនឹង limit យើងច្រើនឬក៏ខ្ញុំអត់បង្កើតច្រើនទេខ្ញុំបង្កើតមួយទៀតខ្ញុំដាក់ LAN ទាំងអស់អាច access ទៅកាន់ server ណាអញ្ចឹងខ្ញុំកំណត់មួយ VLAN 10 2 firewall អត់មានអីច្រើនទេណាចង់ឲ្យវាទៅណាបញ្ជាទៅនឹងអូខេចុះ VLAN 50គឺ server យើងណាអូខេ LAN 10ទៅកាន់ server អញ្ចឹងនៅក្នុងនេះអឺខ្ញុំបើកដូចគ្នាខ្ញុំបើក antivirus default ក៏បានបើករបស់យើងក៏បានអញ្ចឹងមានតែពី LAN ទៅ LAN ទេក៏ប៉ុន្តែអានេះពី VLAN 10ទៅកាន់ VLAN 50ប៉ុន្តែយើងត្រូវជួយ protect ដែរយើងអត់ដឹងថាតើនៅក្នុង client របស់យើងនៅក្នុង VLAN 10មាន virus មានអីនៅលើម៉ាស៊ីនរបស់គាត់អត់ទេអញ្ចឹង server របស់យើងដាច់ខាតគឺត្រូវតែ protect បើសិនអ្នកនរគ្នាអត់ protect ជាមួយពួកនេះក៏បានដែរអ្វីដែលអ្នកនរគ្នាចង់ protect គឺនេះ IPS វាជួយបានច្រើនទៅលើការ protect ពី user យើង access ទៅកាន់ server នៅពេលដែល user របស់យើងមានបញ្ហា user A ឧទាហរណ៍ថានៅក្នុងក្រុមហ៊ុននៅក្នុង team HR ហ្នឹងក្នុងម៉ាស៊ីនរបស់គាត់មួយមានឆ្លង virus ហើយគាត់ access ទៅកាន់ system system ហ្នឹង access ទៅកាន់ server ពាក្យ system គឺទៅកាន់ server ហ្នឹងហើយទៅកាន់ LAN server អញ្ចឹងនៅពេលដែល server ហ្នឹងមាននៅពេលដែល virus ហ្នឹងឆ្លងកាត់ប្រព័ន្ធ firewall របស់យើងគឺ IPS នឹងជួយទប់ឬក៏រុញទៅលើឈ្មោះ virus ហ្នឹង block ចូលទៅក្នុង blacklist របស់វាខ្ញុំមិនអាច access ទៅកាន់ឬក៏មានបញ្ហាយើងអាច check ដែរវាជួយបានច្រើនណាអានេះជាអ្វីដែលខ្ញុំតែងតែប្រើហើយខ្ញុំជួបជាក់ស្ដែងខ្ញុំម៉ាស៊ីនខ្លះម៉ាស៊ីន client ខ្ញុំខ្លះវាអាចមានឆ្លង virus ដែរនេះអញ្ចឹងយើងនៅពេលដែលវាuser របស់យើងត្រូវបាន access ទៅកាន់ server ព្យាយាម access ទៅឡើងអត់រួចវាច្បាស់ជាមានមូលហេតុណាមួយហើយណាកន្លែងហ្នឹងអញ្ចឹងឧទាហរណ៍ថាអ្នកចង់ឲ្យ VLAN 20 VLAN អីVLAN 40អី access ទៅកាន់ server ធ្វើដូចមិនអញ្ចឹងចឹងមិញខ្ញុំឲ្យតែ VLAN 10ទៅកាន់ VLAN 50ទេ
លោកគ្រូចុះអាកន្លែងហ្នឹងបើសិនយើងយកអា port លេខ2ហ្នឹងធ្វើជា incoming ហើយអា outgoing ហ្នឹងយើងយក VLAN 50វិញដើរអត់ដល់ណា port លេខ2យើងយក port លេខ2គឺ VLAN ទាំងអស់ហ្មងហើយនៅពេលយើង outgoing យើងយក VLAN អត់50អាហ្នឹងអាចទៅកៅដល់ អត់ទេអត់ដែរអត់ដើរទេគឺសាកអស់ហើយហ្នឹងខ្ញុំតេស្តតាំងពីដំបូងបងទៅរៀនណាវាអត់ដែរដោយសារតែ VLAN 50ហ្នឹងវានៅក្នុង port 2ហ្នឹងដែរឬមិនវាមានន័យថានៅ port លេខ2ហ្នឹងវាគ្រាន់តែជាថាទៅជាអ្នកចម្លងឯងគ្រាន់តែស្ពានមួយគេខ្ចីដៃណាគាត់ណាខ្ចីដៃគេយល់ពាក្យថាគេជន់ណាគេជន់ដើម្បីហក់លោតទៅកាន់ទីតាំងមួយផ្សេងអញ្ចឹងអាលេខ2ហ្នឹងអត់មានសិទ្ធិធ្វើអីទេលេខ2គ្រាន់តែឈរឲ្យគេជន់លើខ្នងឬក៏ជន់លើស្មាដើម្បីឲ្យពួកអា VLAN លេខដែលមានលេខ ID នេះគេស្ពាយ VLAN មួយហ្នឹងជន់លើស្មាហើយឆ្លងទៅកាន់ទីតាំងដែលគេចង់ទៅហើយសួរថាចេះបើខ្ញុំចង់បើយើងមើលទៅយើងឃើញច្រើនមែនណាយើងឃើញច្រើនណាចង់ឲ្យ VLAN មួយទៅកាន់ VLAN មួយអញ្ចឹង VLAN មួយវាច្រើនយើងត្រូវតែធ្វើមួយបើយើងទៅធ្វើនោះថាយើងចង់ឲ្យផលលេខ2ហ្នឹងទៅតែម្ដងទៅអត់រួចទេអត់បាននិយាយទៅវាអត់មានអីដែលត្រូវបោះឲ្យគេតោះនេះកន្លែងហ្នឹងស្បែកបាទទី2គឺបោះទៅអត់រួចទេអត់ចាញ់ហ្មងបាទនេះដូចអ្នកចម្លងគេទេហេជឿចាអត់តន់ឡើងហើយទេដោយសារយើងអត់តន់ configure switch អញ្ចឹងដើម្បី configure switch យើងនៅវឌ្ឍនៈតិច switch អត់មានអីច្រើនទេ enter មួយសិន enable mode ពី1 config sys config terminal ណាច្រឡំជាមួយនឹង command sys forget configure terminal ខ្ញុំត្រូវបង្កើត VLAN ប្រមាណនៅក្នុង switch ខ្ញុំត្រូវ VLAN 10 name ដាក់ឈ្មោះ HR VLAN 20 name ខ្ញុំដាក់ឈ្មោះ IT VLAN 30 name FN VLAN 40 name ENG engineer VLAN 50 name server exit 1ច្បាច់អញ្ចឹងអានេះต้องជាមួយនឹងការបង្កើតឈ្មោះ VLAN តើពេលយើងបង្កើតឈ្មោះ VLAN យើងត្រូវទៅ assign port ថាយើងបញ្ជាថាតើ port មួយណាយើងឲ្យដើរនៅក្នុង VLAN ណាបានវាទៅរួចណានៅលើ switch អញ្ចឹង interface GI 0លើ1ខ្ញុំបញ្ជាថាវាជា port សម្រាប់ VLAN លេខ10 switch port mode access switch port access VLAN 10ហើយ no shutdown ដើម្បីធ្វើការបើក port របស់វាណាហើយយើងឲ្យបាន no shutdown វាអត់ដើរទេអូខេ exit 1 interface G 0លើ2 switch port mode access switch port access VLAN 20 no shutdown ដូចគ្នាណាអញ្ចឹងកន្លែងនេះខ្ញុំទៅ interface G 0លើ0លើមិន0លើ3 switch port mode access switch port access command វាណាស់ទេអត់មានអីច្រើន30 no shutdown shit ខ្ញុំធ្វើប៉ុណ្ណឹងខ្ញុំវាយមួយដើម្បីយើងងាយយល់ទេអត់វាយវិធីកាត់អីទេវិធីកាត់ក៏ខ្ញុំចង់ផ្លេចអស់ដែរអូខេ interface G 0លើ3ដោយសារ Cisco របស់យើងក៏ប៉ិតEVE នេះវាមានច្រើនវាមាន port យើងអាចប្រើបាន8 port អញ្ចឹង port ចាប់ពី port លេខ3មកវារត់មកវាដាក់1លើ0វិញណាបើ switch ជាក់ស្ដែងវារត់តែច្បាស់ជា0លើ4 0លើ5បន្តទៀតដែរអានេះវាអត់ទេណា visual វាឲ្យយើងវាយចាស់វិញអញ្ចឹងយើងមើលទៅតាម port របស់វាដែល display 1លើ0 switch port mode access switch port access VLAN 40 no shut
đó interface GI zone là mùi lửa mũi nhé switch สำหรับ server cái mùi lửa với switch port mode access switch port access VLAN asset no shut off ចឹង VLAN វាសំខាន់ទៅលើ ID ណាវាដើរលើ ID ចឹងវាអត់មានតដើរនៅលើ port លេខ2អី port លេខ2គ្រាន់តែជាអ្នកដែលត្រូវបានគេពឹងពាក់ដើម្បីជន់ស្មាហក់ទៅកាន់ FortiGate ហក់មកកាន់ switch ឯនេះវាអត់មានសិទ្ធិធ្វើអីច្រើនទេអូខេអញ្ចឹងខ្ញុំត្រូវមើលសារតើវាមានអីទៀតខ្ញុំត្រូវ do right ណាដើម្បីធ្វើការ save ទុកអូខេសូមផាត់ទឹកមួយខ្ញុំ write command នឹងទុកខ្ញុំ save ទុកហើយអញ្ចឹងខ្ញុំមកធ្វើការ testing សិនណាជៀសវាងយើងអត់ដើរអញ្ចឹងនៅលើ VPC របស់យើង IP DHCP IP DHCP ដើម្បីវាចាប់ IP មកពី FortiGate របស់យើងយ៉ាអឺមូលហេតុអីបានជាអត់ដើរត្រាំងផតលោកវិញមិនខ្ញុំ8ដាននេះយើងណាខ្ញុំផ្លេចអត់ណាកន្លែងនោះខ្ញុំធ្វើ cannot find the ACP ខ្ញុំដឹងថាវាត្រង់ port អញ្ចឹងខ្ញុំចូលទៅកាន់ run port ហេចំសិនជិះគេអញ្ចឹងខ្ញុំចូលទៅកាន់ interface GI 0លើ0 switch port mode ត្រង់អូខេចឹងកន្លែងនេះដោយសារខ្ញុំបញ្ជាក់ឲ្យ switch នៅលើ EVE របស់យើងវាជាប្រភេទ layer 3ចឹងវាត្រូវប្រើពាក្យថាត្រាំង encapsulation ណាវាត្រូវប្រើ command ហ្នឹង switch port ត្រាំង encapsulation .1q ណាបានវាឲ្យយើងប្រើ switch port mode ត្រាំងបាទអូខេហើយខ្ញុំ no shutdown មួយ exit do right បើសិនតែ switch layer 2អត់ចាំបាច់ប្រើអានេះទេប្រើតែ switch port mode ត្រាំងមក command ហ្នឹងទៅហើយឥឡូវដូចជាការៈមិនហើយចាំមើលស្ថានភាពសិនVPC របស់ខ្ញុំគួរអត់តើ Doras អូខេវាអត់តាន់មកមិញតើដើរចប់ហើយអញ្ចឹង IP យើងផ្ទៀងមើលតើ IP VLAN របស់យើងវាបោះមកត្រឹមត្រូវអត់ខ្ញុំមើលនេះមួយទៀត IP DHCP បើចាញ់ប៉ុណ្ណឹងដល់អូខេតែសំខាន់ខ្ញុំ testing ទៅលើ internet មួយ go.com ចឹងយើងអាចឡើង internet បានយើងមើលសមត្ថកម្មមួយទៀតណាចឹងអ្វីដែលអ្នកនរត្រូវនៅសល់នេះអានេះរួចអស់ហើយណាប្រហែលហ្នឹងចឹងអ្វីដែលអ្នកនរត្រូវនៅសល់គឺលេខ5ហើយនិងលេខ6ចឹងកន្លែងនេះគឺអ្នកនរត្រូវចេះកំណត់ speed ណាអានេះខ្ញុំក៏បង្ហាញថាយើងរបៀបក្នុងការកំណត់ speed លើ FortiGate កំណត់យ៉ាងម៉េចចឹងអ្នកនរចូលទៅក្នុង can use smooth access or not G zone ឬ0Pauline ក៏សួរថា G0 ឬ0 port 0ឬ0ជា port access port ឬក៏ត្រាំង port វាជាត្រាំង port ណា Pauline វាមិនមែនជា access port ទេពាក្យថា access port វាភ្ជាប់ទៅកាន់ end device ហើយកន្លែងនេះបើយើងមើលទៅលើ infra របស់យើងពី FortiGate មកកាន់ switch វាត្រូវពឹងទៅលើ Tayo មួយដែលក្នុង Tayo ហ្នឹងបង្កប់នៅ Tayo ទូជាច្រើន
ដែលទៅយកទូជាច្រើនហ្នឹងគឺជា VLAN របស់យើងគឺ VLAN 10 VLAN 20 VLAN 30 VLAN 50ហ្នឹងឯងវារត់នៅក្នុងទៅយកហ្នឹងដូចយើងរត់រាល់ថ្ងៃយើងឃើញខ្សែកាបនៅក្នុងក្រោមដីខ្សែកាបទៅតាមប្រព័ន្ធលូរបស់ optic របស់ Sigfox អញ្ចឹងនៅក្នុងប្រព័ន្ធលូរបស់ Sigfox មួយមានខ្សែ ខ្សែ Medphone ខ្សែ EasyCom ខ្សែអីនៅក្នុងហ្នឹងច្បល់លាយគ្នាទាំងអស់មិនមែនថាមួយលូហ្នឹងមានតែបោះ EasyCom មួយទេតោះណាអូចឹងត្រាំងផតវាធ្វើការអញ្ចឹងវាមានន័យថាវាជាប្រព័ន្ធទយោមួយដែលក្នុងទយោនឹងបង្កប់ទៅដោយប្រព័ន្ធខ្សែអ៊ីនធឺណិតផ្សេងៗគ្នាអាហ្នឹងគឺដូចគ្នាអញ្ចឹងពាក្យថាត្រាំងគឺសំដៅទៅលើ VLAN ដែលរត់បង្កប់នៅក្នុងទយោត្រាំងហ្នឹងហើយសួរថាអញ្ចឹងអាទយោត្រាំងហ្នឹងមិនវាធ្វើការមិនតែយើងដឹងថា data របស់យើងរត់ទៅកាន់អ្នកណាគេទៅណាគឺសម្គាល់តាមរយៈលេខ ID ហ្នឹងតោះនេះហ្នឹងអញ្ចឹង VLAN សំខាន់ទៅលើ ID អូខេអញ្ចឹងខ្ញុំមើលកំណត់ speed ណាអ្នកនរគ្នាអាចចូលទៅកំណត់ speed បានអូខេតែអ៊ីនធឺណិតនៅកន្លែងខ្ញុំអត់ដែលកំណត់ speed ទេដោយសារ speed ខ្ញុំប្រើវាអត់អស់ speed ច្រើនខ្ញុំទិញធំអញ្ចឹងដើម្បីកំណត់ speed អ្នកនរគ្នាចូលមកក្នុងនេះយើងមានពាក្យថា policy and object អ្នកនរគ្នាមកមើលពាក្យថា traffic shaping អញ្ចឹងកន្លែងនេះវាមាន default របស់វាមាន traffic policy វាមាន traffic shaping profile នេះជាដើមអញ្ចឹងអ្នកនរគ្នាមិនបាច់ខ្វល់ទេអ្នកនរគ្នាមកមើលក្នុង traffic shaper អញ្ចឹងកន្លែងនេះគឺជាកន្លែងអ្នកនរគ្នាអាចកំណត់ឬក៏កែអីបានណាពីអញ្ចឹងនៅក្នុងនេះខ្ញុំ create ថ្មីខ្ញុំអត់មើលអា default របស់គេទេខ្ញុំ create ថ្មីកន្លែងនេះវាមាន per i pair per IP at shaper ហើយនិង share IP អញ្ចឹង share មានន័យថាអ្នកនរគ្នាមាន10មេអ្នកនរគ្នា share ម្នាក់ឲ្យ2មេអូខេបានណាអូខេអញ្ចឹងឧទាហរណ៍តែកន្លែងនេះខ្ញុំដាក់ឧទាហរណ៍ speed របស់ខ្ញុំ speed របស់ខ្ញុំ10មេ Mbps MB ទេណា10មេចាស់ speed internet នៅកន្លែងខ្ញុំ10មេហើយយើងមើលសមត្ថកម្មខ្ញុំឲ្យតែ2មេទេណាខ្ញុំ share speed ឲ្យតែម្នាក់2មេអញ្ចឹងខ្ញុំ10មេអញ្ចឹង10មេប៉ុន្តែកន្លែងនេះមាន maximum bandwidth អញ្ចឹងកន្លែងនេះអ្នកនរគ្នា select យកពាក្យថា bandwidth unit អ្នកនរគ្នា select យកបើ speed អ្នកនរគ្នារត់ដល់ gigabit ដាក់ gigabit ទៅណាអ្នកមក G អីណាប៉ុន្តែខ្ញុំជឿថាមិនបានដល់ G ទេ speed ខ្ញុំប្រើ megabit អញ្ចឹងកន្លែងនេះខ្ញុំដាក់អញ្ចឹងមានន័យថាខ្ញុំយក10មេហ្នឹងមកចែកឲ្យម្នាក់ម៉ាស៊ីនបានតែ2មេណាអូខេ guarantee bandwidth ទេមិនបាច់ដាក់ទេមានន័យថា load ទៅមិន load ទៅអត់ឲ្យផុត2មេទេម្នាក់ណាអញ្ចឹងឧទាហរណ៍យើងមាន20 user ឬក៏10 user អញ្ចឹងវាអាចនឹងប្រទាញបន្ទងគ្នានៅពេលដែលយើងទាញប៉ុន្តែបើសិនជាករណីថានៅក្នុង HR ហ្នឹងមានគ្នា5នាក់5 PC អញ្ចឹងយើងដាក់ speed 10មេហ្នឹងអញ្ចឹងយើង share ឲ្យមានន័យថាម្នាក់ទទួលបាន2មេអញ្ចឹងកន្លែងនេះយើងដាក់ maximum bandwidth 2មេអញ្ចឹងយើងបង្កើតចោលមួយអូខេតបមកអ្នកនរគ្នាមកកន្លែង traffic shaping policy អញ្ចឹងកន្លែងនេះវាមាន implicit deny របស់វាimplicit របស់វាមួយ any អញ្ចឹងកន្លែងនេះបើយើងអត់មាននេះទេមានន័យថា default របស់វាគឺយើងបាន configure ទេគឺ speed ហ្នឹងគឺត្រូវបើកទូលាយបើថា speed internet របស់យើងក្រុមហ៊ុនដែលយើងទិញមក100មេគឺប្រើ100មេទាំងអស់គ្នាណាទាញខ្លាំងណាប្រើ download ខ្លាំងវាទៅនឹងហើយណាអត់ខ្វល់ទេយើងព្រោះអីយើងបានកំណត់នៅក្នុងហ្នឹងអញ្ចឹងអ្នកនរគ្នាមកកន្លែង traffic shaping policy create មួយអញ្ចឹងខ្ញុំដាក់ HR ខ្ញុំដាក់ HR bandwidth 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 ស្អីចឹងដល់ for MB only one PC ចឹងចុះចឹងកន្លែងនេះខ្ញុំយក all អូខេ destination all មានន័យថាម៉េចកន្លែងនេះ traffic smart ចឹងគឺសំដៅទៅលើអឺគ្រប់ source ទាំងអស់source ខ្ញុំ sorry ច្រឡំ source របស់ខ្ញុំសំដៅទៅលើ VLAN 10
VLAN 10ហ្នឹង access ទៅកាន់ទៅណាទៅគ្រប់អ៊ីនធឺណិតទាំងអស់មានន័យថាគ្រប់ access ទៅកាន់ YouTube Facebook អីផ្សេងៗទៅកាន់អីផ្សេងៗអ្នកទាំងអស់គ្នាកំណត់វាថា outgoing ជាងមានន័យថាម៉េចនៅក្នុង VLAN 10 IP VLAN 10របស់ HR របស់យើងគឺរត់ចេញ outgoing interface ចេញទៅកាន់ port WAN គឺយើងឲ្យ apply shaper យើង select animal យើងហៅវាយើងប្រើដូចកន្លែង profile អញ្ចឹងណាយើងហៅមកយើងហៅអា10មេហ្នឹងមកជាងមានន័យថាម៉េចកន្លែងនេះគឺនៅក្នុង user របស់នៅក្នុង LAN របស់ HR គឺបានតែម្នាក់2មេទេម៉ាស៊ីនហ្នឹងចង់សល់ប្រហែលអ្នកគឺថាយើងឲ្យ10មេប៉ុន្តែ10មេក្នុង HR ហ្នឹងអញ្ចឹងប្រើតែ3នាក់ក៏ម្នាក់តែ2មេទេអត់ឡើងលើហ្នឹងទេ service យើងយក on មកមានន័យថាគាត់ access ទៅកាន់គ្រប់ destination គ្រប់ service ទាំងអស់គាត់ access ទៅកាន់ web browser ទៅកាន់ Facebook ទៅកាន់ YouTube ទៅកាន់ website ណាផ្សេងៗគឺឲ្យតែ10មេទេឲ្យតែឡើងតែ2មេទេយើងហៅកន្លែងនេះគឺ share មានន័យយើងហៅមកប្រើណាអញ្ចឹងយើងដាក់មកយើងឃើញមាន max bandwidth គឺតែ2មេទេអូខេអញ្ចឹងឧទាហរណ៍អ្នកនរគ្នាចង់កំណត់ទៅលើ bandwidth របស់ finance អ្នកនរគ្នាបង្កើតទៀតមកឬក៏យើងហៅ profile មក finance ថា finance ខ្ញុំឲ្យ2មេដែរដាក់ខ្ញុំដាក់ឈ្មោះអីស្រួលអញ្ចឹងខ្ញុំ clone ក៏បាន copy ឬក៏ខ្ញុំfn bandwidth band ស្អីចឹងសិខុសចឹងកន្លែងនេះខ្ញុំយក fn finance ខ្ញុំកំណត់ finance IT យើងមិនបាច់កំណត់ទេអ្នកណាដែលយើងអត់កំណត់ស្មើនឹងយើង open ណាអូខេ outgoing ចេញតាមរយៈ port លេខ1ជាង traffic shipper ខ្ញុំឲ្យ2មេដូចគ្នាណា finance ក៏ចេញទៅ2មេដែរអូខេចេញទៅ2មេក៏ប៉ុន្តែយើងមើល profile របស់យើងគឺ10មេមានន័យ10មេនេះគឺក្នុងចំណោម10មេនេះគឺយើងឲ្យមក department ហ្មងហើយក្នុងមួយ department ហ្នឹងក្នុងមួយម៉ាស៊ីនគឺយើងឲ្យឡើងតែ2មេទេយើងមើលអង្គន់វាអញ្ចឹងណា traffic shaper គឺ apply តែប៉ុណ្្នឹងទេទៅតងជាមួយនឹងការប្រើប្រាស់ណាខ្ញុំអត់ប្រើប្រាស់ឲ្យច្រើនទេទៅតងអានេះខ្ញុំជឹងតែខ្ញុំអត់ប្រើផងខ្ញុំអត់ប្រើទេអានេះខ្ញុំបង្ហាញគ្នាយើងអានេះថាខ្លាចគ្នាយើងខ្លះនៅកន្លែងមានការប្រើប្រាស់អាចចូលទៅ check មើលកន្លែង traffic shipping តើអូខេលោកពូអាកន្លែងហ្នឹងវាអាចដឹងអត់ថា2មេហ្នឹងសម្រាប់ bandwidth internet ឬក៏ local LAN របស់យើងអញ្ចឹងណាឬក៏យើងមាន DPLC ទៅសាខាហ្នឹងវាអាចធ្វើម៉េចយើងអាច classify ថាវាជា bandwidth សម្រាប់ internet ជា LAN ឬក៏អីអញ្ចឹងណាអានេះជាធម្មតានៅពេលដែលយើង configure កន្លែងនេះ policy យើងបាន apply ឲ្យថាវាចេញតាមរយៈ port WAN របស់យើងតោះនេះចេញតាមរយៈ public IP របស់ ISP ទៅស្រេចបាត់ហើយតោះនេះវាជា WAN internet ដែរចុះបើសិនជានឹងវាមាន connection ទៅសាខាមួយទៀតអាហ្នឹងបើសិនយើង connect ហ្នឹងវាមិនសម្រាប់តែ internet ទេមែនវាបេះទៅលើអា interface port ហ្នឹងជាធម្មតាខ្ញុំអត់ដឹងថានៅកន្លែង internet នេះគឺគេ design យ៉ាងម៉េចណាជាធម្មតាបើសិនជាយើងកំណត់ដោយ rule ដែលខ្ញុំដាក់ប៉ុណ្ណឹងគឺមានន័យថាសំដៅទៅលើកំណត់ទៅកាន់គ្រប់ destination internet ទាំងអស់ឲ្យទៅចេញក្រៅទៅណាក៏ទៅឲ្យតែ2មេទេប្រើអស់2មេប៉ុណ្ណឹងកុំ complain slow អីតោះនេះបាទយល់ហើយឲ្យតែដឹងថាវាឲ្យថាគិតសួរតាំងចុះ2មេហ្នឹងសំដៅលើ local LAN ឬក៏ internet ហើយយើងទៅដងណាដឹងណាអត់មានប៉ះពាល់ local ទេបាទធម្មតា speed local គេអត់ដែលកំណត់ទេអត់ទេដូចយើងកំណត់ queue នៅក្នុង MikroTik ហ្នឹងណាចុះគូនឹកក្នុងអា Q MikroTik ហ្នឹងអាហ្នឹងមិនវាកំណត់ទៅលើ connection internet ឬក៏ connection មកតាមពី head ទៅតាមសាខាដែរយើងមើលដឹងអត់ Q ជាធម្មតាគេ base ទៅលើ internet ទេ
មានន័យថាយើងកំណត់ថាយើងឲ្យ2មេប៉ុន្តែ Q វាមិនមែនដើរនៅក្នុង local យើងបានតែ2មេទេ Q វាអត់ effect ទេវា effect តែពេលដែលយើង access ទៅកាន់តែខាងក្រៅទេពាក្យថាខាងក្រៅគឺយើង user របស់យើង access ទៅកាន់ website browser ណាមួយដែលជា worldwide អញ្ចឹង Q ជាអ្នកធ្វើការតោះណាប៉ុន្តែបើសិនជាករណី user របស់យើង access ទៅកាន់ server local ឬក៏ access ទៅកាន់ drive share printer អីវាអត់កំណត់ទេតោះណាគឺវាធ្វើការបែបហ្នឹង គឺគូបើ Q ដែរប៉ុន្តែ Q ហ្នឹងយើងធ្វើនៅសាខាប៉ុន្តែសាខាហ្នឹង access មក head office ដែរតែអាហ្នឹងវា apply ទៅអា connection DPLC ហ្នឹងដែរទេឬក៏វាទៅអ៊ីនធឺណិតជាធម្មតា Q បើនៅលើ Microtik បើគេប្រើ DPLC Q គេកំណត់ចេញពី Microtik ពី header ឯងគេកំណត់ថាអូខេ router នៅសាខាហ្នឹងទទួលបានមេទៅលើ speed internet យើងគឺយើង share បើ share speed ពីនេះទៅថាគេ share speed ពី head office ទៅឲ្យតែ50មេអញ្ចឹងមកទីតាំងអញ្ចឹងនៅទីតាំងហ្នឹងទទួលបានតែ50មេទៅលើ speed internet ទេហើយដល់ speed local ហ្នឹងអាចនឹងខាង ISP គេបញ្ជាមិនទេក៏ខ្ញុំអត់ដឹងដែរណាកន្លែងហ្នឹងណាភាសាហ្នឹងអាច ISP គេអ្នកធ្វើខ្ញុំមកអត់ច្បាស់ដែរបាទអូខេអូខេអញ្ចឹងការរៀនសូត្ររបស់យើងដូចជាអត់មានអីទៀតទេខ្ញុំបញ្ចប់គ្នាយើងត្រឹមហ្នឹងហើយបើសិនជាមានសំណួរអីឬក៏ទាក់ទងប្រព័ន្ធការងាររបស់យើងមកថាកន្លែងណាដែលយើងឆ្ងល់ណាមើលទៅមើលកន្លែងណាដែលថាតាក់ទើអីអាចនៅ space simple អាចសួរបានអត់អីទេហើយគ្រប់ហ្នឹងខ្ញុំអត់ delete ទេគ្រប់គ្នាយើងដែលខ្ញុំបរៀនទាំងអស់ហ្នឹងខ្ញុំអត់ delete ទេហើយមេរៀនហ្នឹងsave ទុកផងលោកគ្រូសុំមួយទៀតនៅក្នុង Fortigen ណាកន្លែង static route យើងអត់ចាំបាច់ធ្វើវា client វាស្គាល់ internet ចាប់ហ្មងដោយសារអីអានេះវាជា connection DHCP ហ៎តោះនេះ អូបាទ DHCP អត់បាទចាំបាច់ធ្វើអីទេវាស្រួលអញ្ចឹងអូហើយបើ static ត្រូវធ្វើវិជា static route ធ្វើនៅពេលដែលយើងប្រើប្រាស់ connection static ផុតចុះពីផុតពី static automatic PPOE ក៏ដើរ automatic ដូចគ្នាបាទអូខេអញ្ចឹងអូខេថ្ងៃហ្នឹងតែប៉ុណ្ណឹងហើយការបរៀនរបស់យើងវគ្គហ្នឹងគឺខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងហើយសុខសប្បាយទាំងអស់គ្នាបើសិនមានកន្លែងណាឆ្ងល់សួរណាអត់អីណាបាទអរគុណច្រើនលោកគ្រូបាទអរគុណច្រើនអ្នកនរគ្នាបាទ